សួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះយើងមករៀនអំពី variable C++ មេរៀនថ្មីគឺមេរៀនទី5តាំងពីវីដេអូមុននិយាយតាក់ទងអំពីoutput number with space អញ្ចឹងយើងមករៀនvariable នោះឡងគឺជាមេរៀនថ្មីគឺមេរៀនទី5តាក់ទងជាមួយនឹង variable អីទៅជា variable ចឹង variable គឺអថេជាកន្លែងផ្ទុកទិន្នន័យក្នុង memory ដែលអាចផ្លាស់ប្ដូរតម្លៃបានឧទាហរណ៍អាយុតម្លៃឈ្មោះបន្ទុកលក្ខណៈមូលហេតុដែលគេប្រើ variable ព្រោះវាជារបស់សំខាន់បំផុតក្នុងការសេនកម្មវិធីចឹង variable គឺជាអថេជាកន្លែងផ្ទុកទិន្នន័យអាចផ្លាស់ប្ដូរតម្លៃបានដូចជាអាយុតម្លៃឈ្មោះលេខគណនាហើយនិងស្ថានភាពtrue and false ចឹងមូលហេតុដែលគេប្រើ variable ហ្នឹងព្រោះអីវាជារបស់សំខាន់បំផុតគឺយើងសរសេរកម្មវិធី C++ អញ្ចឹងយើងមកក្រឡេកមើលអំពីប្រភេទអថេនៃ variable អញ្ចឹងនៅក្នុង C++ មានប្រភេទអថេផ្សេងៗគ្នាកំណត់ដោយពាក្យកន្លឹះផ្សេងគ្នាដូចជា int គឺជាប្រភេទនៃទិន្នន័យគឺចំនួនគត់គឺ integer អញ្ចឹង int ហ្នឹងគឺជា integer ដែលគឺជាចំនួនដែលគ្មានក្បៀសដូចជា0 5 123លេខហ្នឹងលេខមួយហ្នឹងបាទលេខឃើញអត់ឃើញមានចុចទេ integer ហ្នឹងអត់មានចុចទេអញ្ចឹងយើងក៏មកក្រឡេកមើល double អញ្ចឹង double គឺជាប្រភេទទិន្នន័យសម្រាប់ចំនួនគត់គឺជាចំនួនដែលមានក្បៀសហើយមានភាពត្រឹមត្រូវខ្ពស់ជាង float អាចរក្សាទុកតម្លៃបានដូចជា12 34ចុចម៉ាននេះគឺលេខទាំងហ្នឹងគឺជាលេខដែលមានក្បៀសលេខជាច្រើនដំបូងហ្នឹងគឺជាចំនួនដែលមានក្បៀសហើយអាចទៅសេក្បៀសបានលេខច្រើនសេយើងទៅសេបានលេខដែលមានក្បៀសច្រើនហ្នឹងគឺមានច្រើនខ្ទង់ហ្នឹងហើយអញ្ចឹងក្បៀសមានតែមួយទេជាសេបានលេខបាន8ខ្ទង់8ទៅ9ខ្ទង់ហើយចុះ float គឺជាប្រភេទទិន្នន័យសម្រាប់ចំនួនទស្សភាគមានក្បៀសតាក់ទងមួយ float គឺមានក្បៀសហើយអាចទៅសេបានអាចជា4ខ្ទង់ទេអញ្ចឹងដូចជាលេខទាំងនេះអញ្ចឹង 2.5 ដក 3.14 នេះយើងសរសេរបានចុចប៉ុណ្ណឹងយើងសរសេរបានចុចហ្នឹងប៉ុណ្ណឹង 3-4 ខ្ទង់បាទហើយទៅជាឆាហ្នឹងជា generator ឆាហ្នឹងអក្សរពេញរបស់វាគឺ generator អញ្ចឹង generator គឺជាប្រភេទទិន្នន័យសម្រាប់ដាក់តួអក្សរតែមួយហើយរក្សាទុកតួអក្សរលេខឬសញ្ញាហើយដើម្បីត្រូវដាក់ក្នុងជា single quote ហ្នឹងគឺសញ្ញាបតក1បតក2ហ្នឹងអានេះបតក1ឯងហើយ string ជាប្រភេទទិន្នន័យសម្រាប់ពាក្យឬអក្សរច្រើនអាចរក្សាទុកដោយអក្សរពាក្យប្រយោគតម្លៃត្រូវដាក់ក្នុង double quote ហើយប្រើសម្រាប់ text processing និង user input output ហើយចំណែក bool វិញ bool គឺជាប្រភេទទិន្នន័យ bool ហ្នឹងគឺ boolean អ្នកនរគ្នាពាក្យពេញមួយគឺ boolean អញ្ចឹងជាប្រភេទទិន្នន័យសម្រាប់ទុកតម្លៃត្រឹមត្រូវឬមិនត្រឹមត្រូវគឺ true or false អញ្ចឹង bool ហ្នឹងវាស្ថិតនៅ true or false នេះស្ថានភាព true or false ហើយចង់សរុបសេចក្តីមក int គឺជាចំនួនគត់គឺ integer ហើយជាចំនួនដែលគ្មានក្បៀសដូចជាលេខ0លេខ5លេខ1លេខ2លេខ3ដក1 2 3អញ្ចឹងទៅហើយ double គឺជាប្រភេទនៃទិន្នន័យហើយ double ហ្នឹងគឺជាចំនួនដែលមានក្បៀសមានចំនួនក្បៀសហើយមានលេខច្រើនខ្ទង់ខ្ពស់ជាង float ទៅទៀតអញ្ចឹងវាអាចរក្សាទុកតម្លៃបាន8ទៅ9ខ្ទង់ហើយ float គឺជាប្រភេទទិន្នន័យដែលមានក្បៀសហើយមានលេខ
3 tới 4 ខ្ទង់ như tháp ấy buông phèn tung cho hay tấm mó đôi chia nè anh em miên pi tùng pi chật phèn nó pi tùng đó bay chật đập buông nó miên bay tùng anh ấy buông tùng trắng flow nó cứ chia tên đấy đại miên cái bia hai miên bay bằng tùng giá cha chia perpetrator trắng cha chiaประเภท đại dương ai đặt so muối thấy so muối lên muối rồi có sạch nhạt mặc tùng chẳng dương ai đặt ban chia single không nó tạo muối nó bài tỏi bật tạo thiệt nó tạo đặt ban so một tống đại u thọ là e đo sật chẳng cha nó cứ đặt ban là so tạm mặc tông tề lấy sảnh nhá ấy đặt ban tạm mặc tông tề chẳng ai trong này string nó cứ chiaประเภท tân ấy đại pra nè đại pra sảnh nhá double quote chẳng string này cứ chiaประเภท tân ấy đại đã so chán đại sa tụng so pi hay bị cho hay nó lấy tủ sạp tiệt ai đặt lấy tủ sạp ban nơi con string nè nên điện và ai trong này bull 4 ហ្នឹងគឺជាតន្ន័យដែលមានប្រភេទ true or false ប៉ិតឬមិនប៉ិតអាហ្នឹងវាគឺ 4 ហ្នឹងគឺជា boolean ហ្នឹងហើយបន្ទាប់មកនេះគឺជាលំហាត់ឧទាហរណ៍ឲ្យអ្នកនរគ្នាស្រួលមើលនៅកន្លែង in main នេះយើងបញ្ចូលនេះ in ហ្នឹងគឺយើងបញ្ចូល tag មួយហ្នឹងនេះគេ tag ហ្នឹងយើងដាក់ឈ្មោះនេះយើងដាក់ឈ្មោះនៅពីក្រោយ in ដាក់ឈ្មោះនៅក្រោយ in ហើយតមកដាក់ស្មើដាក់លេខមកលេខចំនួនកត់គ្មានក្បៀសហ្នឹងគឺ in ហ្នឹងហើយ double នេះtext tool នៅពីក្រោយ double នេះត្រូវដាក់ឈ្មោះមកដូចជាយើងបំពេញដាក់ដោយអាខាងស្ដាប់ដៃខ្ញុំនេះកន្លែងបំពេញនេះកន្លែងឧទាហរណ៍អញ្ចឹង string នេះយើងអាចដាក់បានឈ្មោះឬក៏ លេខទូរស័ព្ទអញ្ចឹង string នេះយើងដាក់នេះកន្លែងនេះគឺយើងដាក់ឈ្មោះអីគឺដាក់ name គឺដាក់ name ឧទាហរណ៍អញ្ចឹង string name នេះដូចជាខ្ញុំដាក់អញ្ចឹងនេះ string name តារាអញ្ចឹងណាអាខាងស្ដាំដៃខ្ញុំគឺជារបៀបបំពេញអានេះ example អញ្ចឹងខ្ញុំអាចយកអាហ្នឹងយកទៅ ខ្ញុំcopy វាសួរថាវាចូលអត់វារ៉ាន់ទៅកើតអត់អញ្ចឹងខ្ញុំអនុវត្តឲ្យអ្នកនរគ្នាមើលអញ្ចឹងចុច copy មកហើយខ្ញុំបង្កើតដាក់ថ្មីបាទដាក់ថា unit file ដាក់ឈ្មោះ var.cpp var ហ្នឹងគឺ variable ហ្នឹងឯង គឺរៀងអំពី variable អញ្ចឹងខ្ញុំយកកូដនេះទៅរ៉ាន់សួរថាវាត្រូវអត់យើងរ៉ាន់ទៅវា success អត់អញ្ចឹងខ្ញុំចុច run file មួយសិនទៅបាទប្រកបណាស់គឺ error បាទអញ្ចឹងលំហាត់ដែលយើងយកធ្វើហ្នឹងគឺយើងគ្រាន់តែនេះ យើងគ្រាន់តែបំពេញវាទៅនេះបំពេញវាដាក់លេខដាក់អីដាក់ពួកញ៉ែមកអញ្ចឹងអនុវត្តទាំងអស់គ្នាអញ្ចឹងបងប្អូនវាយ email សិនមកឥឡូវខ្ញុំ delete terminal ចឹងមកតោះមកខ្ញុំពីវារួមវាធំអញ្ចឹងខ្ញុំបញ្ចូល in main ហ្នឹងហើយ ចូល in main ហើយបន្ទាប់មកយើងចេះសរសេរសិនទៅ in ដាក់ in មកដាក់ in មកយើងដាក់ double មកយើងសេតែប៉ុណ្្នឹងសិនមកហើយចាំយើងបំពេញវាមកយើងសេតែប៉ុណ្្នឹងហើយចាំយើងបំពេញវាដាក់ចូលមកហើយបន្ទាប់មកបងប្អូនសរសេរ string មកហើយបងប្អូនសេ string ហើយសេ bool មក
សេប៊ូលមកហើយបងប្អូនខ្ញុំសេបានប៉ុណ្ណឹងហើយបន្ទាប់មកបងប្អូនត្រូវដាក់ស៊ីអោចឹងដាក់ស៊ីអោមកស៊ីអោឲ្យគេយើងដាក់មកthôi nhưngបើកសញ្ញា double quote យើងដាក់ថាតោះមកយើងដាក់កន្លែងនេះគេមកមុនមកអញ្ចឹងយើងដាក់អីគេ in យើងដាក់ in អីគេ in score អញ្ចឹងយើងដាក់ in score មកឬក៏ដាក់ in age ក៏បានដែរអញ្ចឹងដាក់ in age មកអញ្ចឹងយើងដាក់ in age ហើយបន្ទាប់មកយើងចុចយកសញ្ញាស្មើបន្ទាប់មកយើងអាខាង double នេះយើងដាក់ដាក់ score មកយើងដាក់ score មកហើយបន្ទាប់មកឆាយើងដាក់គេដាក់ grade មកពេញដាក់ grade មកហើយបន្ទាប់មកយើង string យើងដាក់ name មក string យើងដាក់ name មកហើយបន្ទាប់មក bool នេះយើងត្រូវដាក់ result មកដាក់ result ហ្នឹងគឺលទ្ធផលដាក់ result ឬក៏ដាក់ pass ក៏បានដែរយើងដាក់ pass ក៏បានដែរដាក់ result ក៏បានដាក់ pass ក៏បានឲ្យតែយើងពេញលេខចូលបានកុំឲ្យតែវា error ហ្នឹងហើយហើយបន្ទាប់មកកន្លែងនេះបងប្អូនត្រូវដាក់អក្សរធំយើងបញ្ចូលអក្សរធំមកបន្ទាប់មកយើងដាក់សញ្ញានេះមកដាក់តាមវាមកនេះដាក់តាមឲ្យវាចេញមកអញ្ចឹងយើងដាក់ x មកx ដាក់សញ្ញានេះដាក់សញ្ញា end មក endl នេះមកហើយបន្ទាប់មកខ្ញុំស៊ីអោវាម្ដងទៀតគឺខ្ញុំដាក់ថា score មកអក្សរធំនេះlàអក្សរធំនៅពីមុខដើម្បីឲ្យវាចេញយើងវាថាតម្រូវការរបស់វាហ្នឹងហើយអញ្ចឹងតម្រូវការរបស់វាគឺ score អញ្ចឹងដាក់ score មកទៅសេដាក់អញ្ចឹងមកមុនសិនមកដាក់ L មកឲ្យដាក់សញ្ញានេះមកហើយបន្ទាប់មកបងប្អូនដាក់វា copy អានេះសិនមក copy អញ្ចឹងទៅវារៀងលឿនដែរ1 2 3 4 5អញ្ចឹងយើងគ្រាន់តែលុបឡើងនេះចេញមកយើងលុបឡើងហ្នឹងចេញមកហើយបន្ទាប់មកយើងដាក់grade ដាក់ grade អូខេយើងដាក់ grade ហើយបន្ទាប់មកនេះបន្ទាប់មកកន្លែងនេះកន្លែងនេះខ្ញុំដាក់អក្សរទូចដាក់អក្សរធំមកមិនត្រូវអញ្ចឹងយើងដាក់វាមកដាក់ថា grade ដាក់ grade មក grade ហ្នឹងគឺអី grade ហ្នឹងគឺថ្នាក់ឬក៏បន្ទុកឬក៏និទេសមធ្យមភាពរបស់កូនសិស្សហ្នឹងហើយអញ្ចឹងកន្លែងនេះយើងដាក់អក្សរធំដូចគ្នាដែរមកហើយបន្ទាប់មកដាក់អាខាងស្ដាំដៃរបស់ខ្ញុំហ្នឹងដាក់អក្សរទូចទាំងអស់អញ្ចឹងខ្ញុំឡើងដាក់ name អញ្ចឹងដាក់ name អាកន្លែងក្រោមគេហ្នឹងគឺអីគឺ pass នឹងមានថាជាប់បាទអញ្ចឹងជាប់យើងដាក់អាកន្លែងនេះយើងដាក់អក្សរទូចមកអញ្ចឹងដាក់ pass មកហើយបន្ទាប់មក
chẳng được chia này chẳng đặtอายุประมาณchẳng nhiều đặt đọc của mùi ai phải top máu đặt cái tiết cứ nặng vật tụ lúc đặt ai mắt đặt tha cái sập còn vốn cho pram pram cho rồi cái sập còn vốn chật pram hay bật top máu cha nó như lại cái những đặt sàn nhà single code chẳng những đặt sàn nhà nó hai cái top máu string name nó thử đặt sàn nhà double code đặt thá đà ra ai máu nó to mà pha nó dương cái này cứ cái này bùl nó cứ đã true ở for chắc nhầm đã true vì tránh hay bật top máu nhưng mà ran vì số thá vì sặc xe ọt chẳng nhung chọn ran vì máu cứ khó lại nạc lá cứ khó cái lại nè chẳng bàn vì error đó nghe như vậy đặt ơn này cái lại ní đặt ơn này cái lại ní máu hãy đặt ơn này cái lại ní máu chẳng nhưng clear terminal hãy dương đặt ní máu mua hãy làm vì error cứ đòi xá này dưới cái gì á chẳng nhung ran vì mà xa tiệt nó ran vì mà xa tiệt phải tha ran vì mà xa tiệt nó tập món nhung ran vì mà xa tiệt ran pháo vì mà xa tiệt châm lói cứ sắc xe cứ bị chốt chày chẳng pass nó bị đặt mùi trong là ran tới trên trú ta ní đã pass trên mùi tập món những output mà lại thêm mà nó khơi sặc sẽ thấy chân như cái răng cô lại nhưng mà tôi thấy chốt chay cứ vì chốt chay bị vay phát tranh lệnh mùi thôi nhung đã ở true số tha ta vì tranh ọt đã lấy nhung đã file mà đòn những đồ bị true đã file mà đòn phải tọt mó nhung clear đi chăng tao mong nhung clear cái này nhờ chẳng mạch clear tế trắng dương cho control e hãy cho run ở thơm nó cứ lan C plus trắng dương vay for bị tranh lệch sâu vì vay true tranh lệch mùi chẳng vay for tranh lệch mùi vay for tranh lệch xấu vay trú trên lệch mùi chẳng nhung ran với nó cái này ran code thầm na chẳng đã pass zero cứ fail vì tranh zero nhung đã trú vì tranh ấy nhung đã trú trùng trú ni trú phải bắt tọt máu nhung check control E hay ra là mình máu dương check rõ rắn file xong máu bị chành mùi hay nhưng rắn code cái nó cứ bị chành mùi chẳng mang được đây tha cứ dương ăn cả lại bull nó đặt true fail đã true chành muối đã pass đã fail chành sâu chẳng đã true chành muối đã pháo chành sâu trú ở phải đã phát trên sâu này này chẳng video này mẹ bạn tới con mẹ tao kia sắp lại ca tam đan tu sinh đa là video nhung chụp nên là mê cao hay mà nhung này vậy khó công trong cái lại nam mới nó xong người ta khăn tay phải tu chẳng dân chụp cái này video mê riêng tí và mùi và chẳng mẹ bạn tới con mẹ học nhé sắp lại ca tam tu sinh đa cũng nói chuyện là chạy subscribe không mà
bye bye អ្នកនរគ្នា